បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube បាទទាំងអស់គ្នាជាទីគោរពហើយបងប្អូនអាចនឹងធ្លាប់ឃើញថូការទាំងអស់នេះគេហៅថាថូការថូបនសៃគឺប្រភេទដើមឈើទឿបងប្អូនអាចធ្លាប់ឃើញនៅក្នុងបណ្ដាប្រទេសផ្សេងដែលគេលេងអញ្ចឹងឥឡូវនេះខ្ញុំបានធ្វើការដាំដុះវានឹងរយៈពេលបានចូលហើយ2ឆ្នាំជាង3ឆ្នាំហើយប៉ុន្តែខ្ញុំដែលបានសាកលេងជាមួយដើមឈើធំផ្សេងទេអញ្ចឹងជាក់ស្ដែងនេះបងប្អូនឃើញនៅខាងក្រោយខ្នងខ្ញុំបាទមានភាគច្រើនខ្ញុំដាក់ប្រើជាមួយដើមអំពិលហើយផើងវាភាគច្រើនខ្ញុំធ្វើដោយខ្លួនឯងព្រោះនៅក្នុងស្រុកខ្មែរយើងមិនទាន់មានអ្នកណាធ្វើលក់ទេអញ្ចឹងហើយខ្ញុំធ្វើខ្លួនឯងបងប្អូនខ្លះអាចឆ្ងល់ថាអីជំនឿរយៈម៉េចបាទបងប្អូននេះជាការតែងលម្អមួយប្រភេទដែលចេញជារូបរាងមកគឺនៅក្នុងប្រទេសជប៉ុនជាអ្នកចាប់ផ្ដើមមុនគេហើយបន្ទាប់មកមានលេងតាមបណ្ដាប្រទេសផ្សេងជាច្រើនទូទាំងពិភពលោកប្រទេសចិនចាប់អារម្មណ៍ខ្លាំងហើយពិសេសឥណ្ឌូនេស៊ីអាស៊ីយើងនឹងមានឥណ្ឌូនេស៊ីមានថៃមានវៀតណាមអត់តែខ្មែរយើងទេអត់តមានអ្នកណាលេងអញ្ចឹងខ្ញុំជាអ្នកអាចជាអ្នកទី1ចាប់ផ្ដើមមុនគេដើម្បីការកសាងការចាប់ផ្ដើមមុនដំបូងគេគឺការដាំដុះបនសៃហើយធោអាចឃើញរាក់ប៉ុន្តែសម្រាប់ដើមឈើទឿហ្នឹងវាត្រូវការដីច្រើនទេបងប្អូនវាត្រូវការដីតិចប៉ុណ្ណោះឥឡូវទៅហៅបងប្អូនមកមើលមួយនេះបងប្អូនមើលនេះជាដើមតបែកបងប្អូនឃើញដើមតបែកវានេះវាស្អាតហើយរូបរាងវាចេញមកយ៉ាងពិនិត្យឃើញបងប្អូនវាបែកចេញជារូបរាងនិយាយរួមតាមអ្វីដែលយើងពុតពេលបងប្អូនស្រឡាញ់ឲ្យវាពុតទៅណាវាពុតទៅណាព្រោះយើងប្រើលុះហើយដើមបនសៃគឺជារុក្ខជាតិចម្លែកម្យ៉ាងធ្វើឲ្យយើងបាត់ការនឿយហត់និយាយរួមទៅមានអារម្មណ៍ fresh ជាមួយវាពេលយើងមើលវាខ្ញុំក៏មានជាច្រើនទៀតនេះដូចជាដើមនេះអីយើងដាក់វាជាមួយនឹងថោនេះទៅវាស៊ីគ្នាតែហ្មងបើថាថោនេះយើងធំបន្តិចតែប៉ិតទៅតូចជាងបន្តិចព្រោះក្នុងនេះវាមិនទាន់រឹសវាពេញទេរឹសវាទៅពាក់កណ្ដាលទេអញ្ចឹងយើងអាចកាត់ដីចេញខ្លះឬក៏កាយចេញខ្លះមកដាក់វាអញ្ចឹងធ្វើសំភ្នែកអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងដែរបងប្អូនចាប់អារម្មណ៍បងប្អូនចូលខមមិនមកខ្ញុំចែកម្លែកពីបទពិសោធន៍ធ្វើវាពិសេសធ្វើថោនេះក៏បានដែរឲ្យបងប្អូនចង់ចេះរបៀបធ្វើរបស់យើងនៅខ្មែរផ្សេងរបៀបធ្វើនៅស្រុកគេផ្សេងវាខុសគ្នាហើយរបស់ខ្ញុំធ្វើថោនេះវិញខ្ញុំធ្វើបានជាលើកទី3ហើយបើលើកទី1អូបាក់មើលបាទអរគុណ